អ្នកគោរពជឿនឹងកាន់លទ្ធិព្រះពុទ្ធសាសនាឈ្មោះថាជាពុទ្ធបរិស័ទដែលដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដល់ពុទ្ធបរិស័ទទាំងឡាយរបស់ព្រះអង្គអំពីប្រយោជន៍ក្នុងព្រះពុទ្ធសាសនា4យ៉ាងគឺទានៈសីលៈភាវនាបញ្ញាទានៈគឺការឲ្យនៅវត្ថុទ្រព្យរបស់ដល់អ្នកដទៃជាទានប្រកបដោយចេតនាគឺសទ្ធាជ្រះថ្លាជាការពិតណាស់បុគ្គលដែលមាននៅសទ្ធាជ្រះថ្លាកើតឡើងហើយធ្វើទានប្រកបដោយចេតនានោះរមែងបាននៅផលអានិសង្សយ៉ាងពិតប៉ុន្តែផលអានិសង្សនោះបង្ហាញឲ្យឃើញផ្ទាល់ក្នុងបច្ចុប្បន្នជាតិនោះក៏មានឬចាំបង្ហាញឲ្យឃើញនៅក្នុងអនាគតជាតិក៏មានបុគ្គលដែលមាននៅភោគៈទ្រព្យសម្បត្តិច្រើនបើមិនបានធ្វើទានដោយចេតនាប្រកបដោយសទ្ធាជ្រះថ្លាឈ្មោះថាបានស្លាប់ទៅដោយឥតអំពើគឺគ្មានប្រយោជន៍ព្រោះថាមិនបានយកនៅភោគៈទ្រព្យសម្បត្តិរបស់ខ្លួននោះទៅជាមួយក្នុងការស្លាប់នោះផងហើយសូម្បីតែកុសលផលបុណ្យដែលកើតអំពីការធ្វើទានដោយចិត្តជ្រះថ្លានោះក៏ពុំមានដែរគតិកម្មរបស់បុគ្គលនោះរមែងធ្លាក់ទៅកាន់អបាយភូមិ4គឺនរកប្រែតតិរិឆានអសូរកាយព្រោះចិត្តជាអកុសលលោភៈមូលចិត្តប្រកបដោយមច្ឆរិយៈគឺសេចក្តីកំណាញ់ដោយយ៉ាងស្វិតស្វាញបំផុតសីលੰគឺការរក្សានៅសិលដែលជាសិក្ខាបទមិនប្រព្រឹត្តធ្វើនៅអំពើបាបទាំងឡាយទាំងពួងគឺមិនសម្លាប់ជីវិតរបស់សត្វបុគ្គលដទៃមិនឆោបោកប្រាស់បញ្ឆោតកេងប្រវ័ញ្ចនិងលួចនៅទ្រព្យសម្បត្តិរបស់អ្នកដទៃមិនប្រព្រឹត្តខុសក្នុងកាមគឺមិនចាប់ចម្រិតឬរំលោភលើស្ត្រីភេទនិងមិនលបួងលួងលោមលួចយកនៅប្តីប្រពន្ធឬកូនចៅរបស់អ្នកដទៃមិនភូតភរកុហកបោកប្រាស់ធ្វើឲ្យអ្នកដទៃវិនាសហិនហោចឬវិនាសអន្តរាយមិនសេពនៅគ្រឿងសវឹងឬប្រព្រឹត្តនៅគ្រឿងញៀនផ្សេងដែលធ្វើឲ្យឆ្កួតវង្វេងនិងបាត់បង់ស្មារតីដែលជាហេតុនាំឲ្យធ្លាក់ចូលក្នុងផ្លូវនៃការប្រព្រឹត្តនៅអកុសលធម៌ព្រះពុទ្ធដ៏មានសិរីព្រះអង្គទ្រង់ឈ្នះមីហើយមានចិត្តបាបអបលៈចោះចាញ់ព្រះអង្គហើយការចម្រើននៅភាវនាគឺការធ្វើចិត្តឲ្យតាំងនៅក្នុងផ្លូវនៃកុសលធម៌ទាំងឡាយទាំងពួងប្រកបដោយចិត្តមូលនៅក្នុងអារម្មណ៍នៃកុសលធម៌គឺទានសិលសមាធិបញ្ញាសមាធិគឺការធ្វើចិត្តឲ្យសុខស្ងប់នៅក្នុងអារម្មណ៍មូលតែមួយក្នុងផ្លូវនៃកុសលធម៌គឺការដែលកំពុងធ្វើទានការដែលរក្សានៅសិលការដែលចម្រើននៅសមថៈដែលធ្វើកាយធ្វើចិត្តឲ្យសុខស្ងប់សូន្យឈឹងក្នុងអារម្មណ៍ដែលស្ងប់ដើម្បីកើតឡើងនៅវិបស្សនាបញ្ញាគឺការឃើញនៅក្នុងវិបស្សនា
ញ្ញាវិបស្សនាគឺការឃើញនៅក្នុងផ្លូវនៃការចម្រើននៅសតិប្បដ្ឋាន 4 គឺការឃើញនិងការដឹងនៅកាយវេទនាចិត្តនិងធម្មៈដែលជាអនិច្ចំគឺជាសភាវៈផ្លាស់ប្ដូរប្រែប្រួលមិនទៀងទាត់ឋិតថេរ ទុក្ខំគឺជាសេចក្តីទុក្ខគ្រប់ជំពូកគ្រប់បែបយ៉ាង អនត្តាគឺជារបស់ដែលមិនមែនស្ដាប់តាមបង្គាប់បញ្ជារបស់សត្វបុគ្គលឲ្យដូចចិត្តដែលខ្លួនត្រូវការប្រាថ្នាចង់បានយ៉ាងនេះយ៉ាងនោះឡើយ បញ្ញាវិបស្សនាឃើញនៅសេចក្តីទុក្ខឃើញនៅហេតុដែលនាំឲ្យកើតនៅសេចក្តីទុក្ខឃើញនៅផ្លូវបប្រតិបត្តិដើម្បីរំលត់បងនៅសេចក្តីទុក្ខឃើញនៅធម៌រំលត់នៅសេចក្តីទុក្ខបញ្ញាវិបស្សនាឃើញនៅព្រះនិព្វានដែលមិនមាននៅឧបាទានខណ្ឌទាំងឡាយ 5